បាទជំរាបសួរតើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាប្រាសាទបុរាណអាចរកចំណូលឲ្យប្រទេសបានរាប់លានដុល្លារនៅក្នុងមួយឆ្នាំប្រសិនបើប្រាសាទទាំងនោះត្រូវបានថែរក្សាល្អវាអាចផ្លាស់ប្ដូរជីវភាពប្រជាជននៅក្នុងតំបន់ទាំងមូលបានមនុស្សមួយចំនួនមើលឃើញប្រាសាទបុរាណគ្រាន់តែជាដុំថ្មចាស់ៗប៉ុន្តែសម្រាប់ខ្ញុំវាជាទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសប្រសិនជាយើងថែរក្សាប្រាសាទឲ្យបានល្អសម្អាតបរិវេណឲ្យបានស្អាតបង្កើនសុវត្ថិភាពហើយរៀបចំសេវាកម្មទេសចរឲ្យបានល្អនោះភ្ញៀវទេសចរនឹងចង់មកទស្សនាកាន់តែច្រើននៅពេលភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនមិនមែនមានតែប្រាសាទប៉ុណ្ណោះទេដែលទទួលបានការចាប់អារម្មណ៍អ្នកលក់ម្ហូបអាហារអ្នកលក់វត្ថុអនុស្សាវរីយ៍សន្តាគារផ្ទះសំណាក់អ្នកបើកបរនិងប្រជាជនក្នុងតំបន់ក៏ទទួលបានចំណូលផងដែរដូច្នេះហើយប្រាង្គប្រាសាទមិនមែនគ្រាន់តែជាអតីតកាលរបស់កម្ពុជានោះទេប៉ុន្តែវាក៏ជាឱកាសសម្រាប់អនាគតរបស់ពួកយើងផងដែរការថែរក្សាបេតិកភណ្ឌមិនមែនជាកាតព្វកិច្ចរបស់រដ្ឋតែម្នាក់ឯងនោះទេប៉ុន្តែវាជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នានៅពេលដែលយើងចេះថែរក្សាបានល្អយើងក៏កំពុងថែរក្សាប្រវត្តិសាស្ត្រវប្បធម៌និងសេដ្ឋកិច្ចរបស់ប្រទេសយើងផងដែរ